សម្រាប់ខ្ញុំក្នុងនាមជាអ្នកកសែតធ្លាប់បំពេញការងារជាអ្នកកសែតកន្លងមកនេះមែនតើនៅក្នុងពេលដែលស្រុកទេសយើងមានបញ្ហារឿងសង្គ្រាមរយៈពេលប្រហែលថ្ងៃឬកម្ពុជាថៃហ្នឹងមិនដល់ដល់ព្រំដែនទេតាមពិតក្នុងនាមជាអ្នកកសែតយើងសោកស្ដាយមែនតើបងយើងអាចបំពេញការងាររបស់ខ្លួនបានដូចមុនបាទយើងអាចបំពេញការងាររបស់ខ្លួនដូចមុនទៀតហើយខ្ញុំគិតថាតាមពិតក្នុងពេលដែលប្រទេសយើងកំពុងមានបញ្ហាសង្គ្រាមអីបែបនេះចលាចលបែបនេះតាមពិតអ្នកសារព័ត៌មាននឹងដើរតួសំខាន់មែនទែនសំខាន់ណាស់បាទបងយកស្របឡើងបាទដល់ពេលយើងអត់អញ្ចឹងទៅយើងឃើញហើយមករយៈចុងក្រោយនេះពលរដ្ឋបាត់បង់សិទ្ធិទទួលបានព័ត៌មានដែលត្រឹមត្រូវនឹងហើយយើងឃើញហើយដល់ពេលដែលយើងអ្នកព័ត៌មានដែលមានអាជីពធ្វើការងារត្រឹមត្រូវហ្នឹងអាចធ្វើការងាររបស់ខ្លួនបានពេញលេញយើងឃើញថាទៅជាក្រុមមនុស្សអ្នកដែលមិនមានអាជីពច្បាស់លាស់ក្នុងសារព័ត៌មានហ្នឹងគាត់ទៅជាលេចធ្លោទៅវិញគាត់ទៅជាបុគ្គលលេចធ្លោគេដូចជាក្រុមអង្គអ្នកដែលរកលុយតាមអនឡាញហ្នឹងគាត់ដើរតួនាទីហ្នឹងទៅជាអ្នកកសែតឲ្យលេចធ្លោទៅវិញហើយពេលខ្លះការផ្សព្វផ្សាយរបស់គាត់វាទៅជាព័ត៌មានคล้ายៗទៅជាការបំពុលវល់នៅក្នុងសង្គមយើងមិនចឹងយើងឃើញទេបងវល់វត្តហើយរឿងពុលនៅក្នុងរឿងព័ត៌មានคล้ายៗនេះមិនមែនតែយើងពលរដ្ឋធម្មតាទេពេលខ្លះទាំងមេដឹកនាំក៏ពុលនឹងរឿងព័ត៌មានคล้ายៗដែរបាទហើយបើយើងមានអ្នកសារព័ត៌មានឯករាជ្យធ្វើការងារអាជីពត្រឹមត្រូវមែនទែនខ្ញុំជឿថាបានជួយច្រើនណាស់ពីព្រោះទូនាទីរបស់អ្នកសារព័ត៌មានដែលមានអាជីពត្រឹមត្រូវឯករាជ្យត្រឹមត្រូវហ្នឹងគឺគាត់នឹងចុះទៅស៊ើបអង្កេតបាទដោយផ្ទាល់មានប្រភពអីត្រឹមត្រូវយកមកផ្សព្វផ្សាយយើងទៅហើយយើងធ្វើឲ្យរដ្ឋាភិបាលឬក៏អ្នកការអំណាចហ្នឹងមានការទទួលខុសត្រូវបាទធ្វើឲ្យសង្គមហ្នឹងវាមានតម្លាភាពវាមានយុត្តិធម៌វាមានប្រជាធិបតេយ្យវាមានសេរីភាពអីចឹងទៅនៅពេលដែលយើងអត់មានអ្នកសារព័ត៌មានអាជីពត្រឹមត្រូវធ្វើការងារសប្តាហ៍ថ្ងៃនេះយើងឃើញរដ្ឋាភិបាលអត់មានការទទួលខុសត្រូវចំពោះទូនាទីរបស់ខ្លួនទេខ្ញុំឧទាហរណ៍ថាដូចសប្តាហ៍ថ្ងៃយើងឃើញពេលសង្គ្រាមខ្មែរថៃកើតឡើងរដ្ឋាភិបាលហាក់ដូចជាជីសេះលេងដៃគាត់យើងថាដោយរងថ្ងៃគាត់រុញឲ្យពលរដ្ឋហ្នឹងទៅទប់ទល់ជាមួយនឹងប្រទេសថៃដែលកំពុងឈ្លានពានប្រទេសកម្ពុជាមិនចឹងតែពិតរដ្ឋាភិបាលយ៉ាងណាយើងមានស្ថាប័នរៀបចំការបោះឆ្នោតមួយជ្រើសរើសអ្នកដឹកនាំប្រទេសជ្រើសរើសរដ្ឋាភិបាលមួយមកដឹកនាំប្រទេសអញ្ចឹងបាទប៉ុន្តែពេលមានបញ្ហាពលរដ្ឋដែលខំបង់ទុនជ្រើសរើសរដ្ឋាភិបាលខំបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលពេលដែលមានបញ្ហាគេមកយកទឹកដីយើងវាទៅជាយើងហ្នឹងចេញការពារទឹកដីដោយខ្លួនឯងវាខ្វះអ្នកទទួលខុសត្រូវបាទហើយបើសិនជាយើងអ្នកសារព័ត៌មានអីអាជីពអីត្រឹមត្រូវប្រកាសជាយើងរឿងអស់ហ្នឹងមកជជែកដេញដោលស៊ូមិនបានឯងអត់បំពេញទូនាទីលុយរដ្ឋដែលខំបង់ពុនហើយជួនកាលដោយរឿងខ្លះទៅផ្សព្វផ្សាយប្រទេសផ្ដាស់ហើយអ្នកខ្លះលើកដំកើងដោយកូនក្មេងម្នាក់កុមារម្នាក់ដែលគាត់ទៅការពារដីធ្លីឪពុកម្ដាយរបស់គាត់កាន់ដំបងអីតតាំងជាមួយអាជ្ញាធរថៃជាការពិតកុមារគាត់ក្លាហានគាត់អង្អាចគាត់អីមែនប៉ុន្តែសួរថារឿងត្រឹមត្រូវទេដែលយើងលើកដំកើងឲ្យពួកមកខ្លះចាត់ទៅគាត់អីទៅអ្នកការពារព្រំដែនលើកដំកើងគាត់បែបនេះប៉ុន្តែបើយើងមើលមែនតើជារឿងគ្រោះថ្នាក់ណាស់កូនក្មេងគាត់គួរតែនៅកន្លែងដែលមានសុវត្ថិភាពគាត់គួរតែកន្លែងគាត់ទទួលបានការអប់រំត្រឹមត្រូវមិនអញ្ចឹងហើយចុះបើសិនជាថៃវាយមែនតើផ្ទះមកកភ្លៀងទៅមិនប្រកាសងាប់ហើយងាប់មិនទៅដូចខ្មោចឆ្កែតើជីវិតពលរដ្ឋយើងដែលយើងអត់ឲ្យតម្លៃចឹងគាត់ទៅការពារដីធ្លីការពារទឹកដីរបស់ខ្មែរព្រោះទឹកដីទាំងអស់នេះគឺជាទឹកដីរបស់ជាតិទឹកដីរបស់ខ្មែរយើងទាំងមូលមិនចឹងបងដល់ពេលដែលយើងឲ្យក្មេងទៅការពារដីធ្លីហើយយើងថាគាត់ជារបបហើយចុះក្រសួងការពារជាតិរដ្ឋាភិបាលទៅណាបើមានសង្គ្រាមមែនទែនបើថៃវាយមែនទែន